គេចង់ឆ្លោះបញ្ចាំងឲ្យកាលដែលផែនដីកកើតមុនគេនោះតើអ្នកណាជាអ្នកបង្កើតលោកនេះឡើយគឺអតិទេពព្រះវិស្ណុលោកដែលលោកគង់នៅលើនាគគេដែរហើយជុំវិញគឺសុទ្ធតែជាមហាសមុទ្រដែលព័ទ្ធទៅដោយចក្រវាលហុំព័ទ្ធទៅដោយចក្រវាលមួយនេះគេដែរអញ្ចឹងអ្វីដែលដូនតាលោកបដិស្ថានឡើងអង្គរវត្តនេះមិនមែនជារឿងលេងសើចទេបើយើងពិនិត្យមើលទៅតាមឯកសារនានាដែលប្រវត្តិសាស្ត្រដែលអ្នកវិទ្យាសាស្ត្របានចងក្រងឬក៏ស្រាវជ្រាវដឹងនោះវាស្ថិតតែជានៅក្នុងការស្មានមួយតែប៉ុណ្ណោះមូលហេតុដែលលោកឪមានតែការបែបនេះពីព្រោះការរៀបរាប់របស់អ្នកវិទ្យាសាស្ត្រទាំងអស់នោះវាពិតជាមិនបានបង្ហាញអំពីសច្ចធម៌ពិតណាមួយសម្រាប់យើងយកទៅទំនួសទំលាយទៅឃើញទៅមែនគេដែរវាមិនអញ្ចឹងណាអញ្ចឹងអ្វីទាំងឡាយណាដែលយើងរៀនសូត្រយើងរៀនចាំយើងរៀនដឹងយើងត្រូវរៀនយល់ហើយយកអាការយល់ហ្នឹងមកទម្លាយជាសច្ចធម៌មួយឆ្លោះបញ្ចាំងការពិតដល់ខ្លួនឯងតើវាសមហេតុផលទេអាហ្នឹងបានត្រឹមត្រូវហើយអញ្ចឹងបើសិនជាលោកឪចែករំលែកពេលនេះដូចលោកឪជំរាបកូនទាំងអស់គ្នាថាប្រាសាទអង្គរវត្តមានអាយុកាល200លានឆ្នាំមកហើយប៉ុន្តែសម្រាប់កូនដែលមិនជឿនោះគាត់នៅតែមិនជឿគេទេមិនមែនធម្មតាទេណាហើយអង្គរវត្តធ្វើនៅថ្ងៃទីប្រហែលខែណាឆ្នាំណាសួរមើលកូនណាមួយដែលដឹងច្បាស់ប្រវត្តិសាស្ត្រណាមួយអ្នកវិទ្យាសាស្ត្រណាមួយដែលដឹងអត់ដឹងទេណាឥឡូវបើមិនជឿបើកមើលទៅក្រាំងទាំងឡាយអ្នកវិទ្យាសាស្ត្រទាំងឡាយដែលបានស្រាវជ្រាវថាអង្គរវត្តធ្វើនៅថ្ងៃទីប្រហែលខែណាឆ្នាំណាអត់ដឹងទេគ្រាន់តែដឹងព្រាវថាអង្គរវត្តចាប់ផ្ដើមកសាងពីសតវត្សទី9បញ្ចប់ទៅវិញនៅសតវត្សទី12នេះក៏អត់ចម្លើយពុតដែរព្រោះវាប្រះចាកអំពីផ្ទាំងចម្លាក់ទាំងឡាយដែលមានចារនៅក្នុងជញ្ជាំងអង្គរឲ្យយល់ច្បាស់ចេះណាពីព្រោះកន្លងមកនោះប្រាសាទអង្គរវត្តលោកលើកចំណុចមួយដែលចង់ឲ្យកូនឯងរៀនពិចារណាអំពីរូបព្រះខ័ននិងរូបសត្វ Dinosaur គេដែរយើងទាំងអស់គ្នាមើលនៅក្នុងប្រវត្តិសាស្ត្រដឹងហើយថាសត្វ Dinosaur មានអាយុកាល150លានឆ្នាំគេដែរសូម្បីថាចំនួនយើងរាល់ថ្ងៃនេះអត់ស្គាល់ Dinosaur ផ្ទាល់ភ្នែកទេបានឃើញតែត្រឹមរូបភាពតែប៉ុណ្ណោះហើយចំនួនមុនដែលគេបដិស្ថានកឡើងតាំងពីចំនួនដែលសត្វ Dinosaur មានពី150ឆ្នាំមុនចំនួននោះអត់មានអីណែម៉ាស៊ីនថតអត់មានអីទាំងអស់ហេតុអីបានជាចាស់បុរាណយើងស្គាល់ Dinosaur ច្បាស់ម្ល៉េះហើយយករូប Dinosaur មកចម្លាក់នៅលើជញ្ជាំងប្រាសាទបានមានន័យថាខ្មែររបស់យើងដូនតារបស់យើងស្គាល់ Dinosaur ហ្នឹងតាំងពី150លានឆ្នាំតាំងពីសត្វនឹងនៅមានជីវិតហើយប្រាសាទអង្គរវត្តនេះចាប់ផ្ដើមកសាងឡើងតាំងពីចំនួនជាង150លានឆ្នាំនោះមកម្ល៉េះមិនមែនទើបកសាងនៅសតវត្សទី9ទី12នេះទេឃើញទេអានេះយើងគួរពិចារណាស្វែងយល់ចឹងអញ្ចឹងគ្រប់រឿងហេតុដែលអ្នកវិទ្យាសាស្ត្រគេបានស្រាវជ្រាវថាប្រាសាទអង្គរវត្តធ្វើឡើងសម្រាប់តម្កល់សពអីសម្រាប់ស្អីណានេះវាជារឿងមួយចេះតែការស្មាននឹកស្មានទេជឿលោកទៅមានរឿងពិតទេបើវារឿងពិតយើងយកទំនួសទំលាយមកវាឃើញពិតហើយ
រហូតដល់អ្នកខ្លះថាព្រាវនិយាយព្រាវថាប្រាសាទអង្គរវត្តធ្វើឡើងដើម្បីអីអ្នកខ្លះធ្វើឡើងថាតំណាងឲ្យភ្នំព្រះសុមេរុភ្នំព្រះសុមាអានោះថាព្រាវដោយសារគាត់ឃើញភ្នំព្រះសុមាមានអីដែរណែកពូល5ហើយឃើញប្រាសាទអង្គរវត្តមានកពូល5ដែរអានោះថាតែរឿងខុសហើយឃើញទេតាមពិតប្រាសាទអង្គរវត្តមានកំពូលតែមួយទេប៉ុន្តែមានប៉ម5ចេះទេពាក្យថាកំពូលវាលុះត្រាតែយើងមើលឃើញកំពូលណាដែលវាខ្ពស់ជាងគេផុតគេលើគេទើបគេហៅកំពូលហើយចុះបើយើងមើលឃើញអង្គរវត្តកំពូលតែមួយខ្ពស់ជាងគេតើណាអាចจะមើលឃើញកំពូល5ទៅកើតសច្ចធម៌នៅកន្លែងណាពាក្យថាកំពូលបានន័យថាអ្វីវាលើគេខ្ពស់គេផុតគេបានគេហៅថាកំពូលថាបើមនុស្សយើងមិនដឹងអីផងហើយអាប៉មទាំង4នោះតំណាងឲ្យអីអង្គរវត្តធ្វើឡើងបតៈបតិនគ្នាជាមួយនឹងតារាសាស្ត្រផងសិលសាស្ត្រផងត្រូវយល់ហើយវាសិតតែជាការបដិស្ថានឡើងដោយមនុស្សទេពទាំងឡាយដែលបានសម្រេចនូវធៀបរបស់ខ្លួនគេទេសម្រេចធាតុដីសម្រេចធាតុទឹកសម្រេចធាតុភ្លើងធាតុអាកាសនិមិត្តស្អីឲ្យឃើញរូបនងនិមិត្តដីទៅជាទឹកនិមិត្តគេទេមិនមែនរឿងលេងសើចទេការបដិស្ថាននៃប្រាសាទអង្គរវត្តមួយនោះបានន័យថាចាស់បុរាណកាលមនុស្សទេពរបស់យើងចំនួនមុននោះគេដឹងអំពីដំណើរជីវិតរបស់ខ្លួនបើមិនដឹងអំពីដំណើរជីវិតរបស់ខ្លួនបើគ្មានញាណទឹករបស់ខ្លួនសបញ្ជាក់ឲ្យអ្នកទាំងអស់នោះបានដឹងមុនទេមិនអាចទៅសេឬក៏រៀបចំជាចម្លាក់សរសេរទុកមុននៅតាមជញ្ជាំងប្រាំងប្រាសាទនោះបានទេឃើញទេឲ្យយល់ច្បាស់ចេះហើយគ្រប់អត្តកម្បាំងទាំងឡាយដែលបង្កប់នៅក្នុងប្រាសាទអង្គរវត្តក្តីប្រាសាទបាពួនក្តីប្រាសាទក្តីណែបាយ័នក្តីវាសុទ្ធតែជាអត្តកម្បាំងដែលចង់ឲ្យមនុស្សលោកទាំងឡាយស្គាល់ច្បាស់អំពីដំណើរជីវិតខ្លួនឯងម្នាក់នេះថាតើយើងត្រូវជួបអីខ្លះដើម្បីលះឲ្យផុតពីទង្វើទាំងឡាយដែលខ្លួនបានមើលឃើញនោះតើយើងធ្វើបែបណាក្នុងការដឹកនាំខ្លួនឯងឲ្យដើរទៅលើផ្លូវសុចរិតមួយបានអានឹងមិនធម្មតាទេប៉ុន្តែយើងគ្រប់គ្នាមិនបានគិតដល់អំពីសច្ចធម៌និងអត្ថន័យដ៏ទូលំទូលាយរបស់ដូនតាយើងទេចឹងនេះលោកអើយគ្រាន់តែប្រាប់ថាដំណើរជីវិតដែលបង្កប់នៅក្នុងប្រាសាទអង្គរវត្តពាក់ព័ន្ធនឹងវាល3អន្លង់4ផងពាក់ព័ន្ធនឹងរឿងសំខាន់មួយដែលចង់ឲ្យមនុស្ស